អំពីដើមបាយក្រញញជំរាបសួរបងប្អូននៅខាងមុខខ្ញុំក៏ដូចជានៅខាងក្រោយខ្នងខ្ញុំនេះសិតតែផ្លែបាយក្រញញនៅខាងស្វាយរៀងគេហៅថាផ្លែញញផ្លែញញនេះយើងអាចហូបបានហើយវាក៏ត្រូវថ្នាំដែរវាជាប្រភេទដើមរុក្ខជាតិមួយដែលផ្ដល់ប្រយោជន៍នៅពេលដែលយើងរៀបរូបយើងអាចបរិភោគបានហើយផ្លែវាមានសន្តានដូចទៅនឹងផ្លែ blueberry អញ្ចឹងប៉ុន្តែថាវាមានរោមស្លឹកវាក៏មានរោមដូចគ្នាជាមួយខ្ញុំរកផ្លែណាដែលយើងអាចទទួលទានបានផ្លែបតុងហើយខ្ញុំនឹងភ្លក់ឲ្យបងប្អូនមើលគ្នាបងប្អូនណានៅពេលបតុងគឺវារបៀបនេះឯងគឺវាបែកចែងហើយយើងអាចហូបបានមានរសជាតិផ្អែមវាស្តៀងនឹង blueberry ដែរប៉ុន្តែថាវារាងមានរោមបងប្អូនអាចទទួលទានបានណាបាយក្រញញឬមុនក្រេជាឈ្មោះរុក្ខជាតិមួយប្រភេទដែលមានដើមតូចប៉ុនចង្កឹះឬប៉ុនម្រាមដៃមានកម្ពស់ចន្លោះពី1ទៅ3ម៉ែត្របាយក្រញញជាប្រភេទរុក្ខជាតិដែលដុះដោយឯងនៅតាមទីទួលខ្ពង់រាបជម្រាលភ្នំឬនៅតាមព្រៃដុបតូចផ្លែនិងដើមមានរោមតូចឆ្មាដុះពីគល់ដល់ចុងស្លឹកមានសន្តានជារាងពងក្រពើស្រួចនៅខាងចុងនិងមានទ្រនុងស្រប5ខ្សែរីឯផ្កាមានពណ៌ស្វាយបែកចេញជា5ត្របកផ្លែខ្ចីនិងស្រគាលមានរូបរាងដូចទៅនឹងផ្លែ blueberry មានកញ្ចុំរោមដុះជុំវិញសម្បកនៅពេលដែលទុំផ្លែចាប់ផ្ដើមប្រេះសម្បកបង្ហាញឲ្យឃើញគ្រាប់ល្អិតតូចមាន5ក្លែបនិងមានរសជាតិផ្អែមចត់តិចរុក្ខជាតិបាយក្រញញនេះខ្មែរយើងប្រើប្រាស់ធ្វើជាឱសថព្យាបាលជំងឺដូចជារាគមូលរាគបត់ជើងតូចចិញ្ចៀមរដូវធ្លាក់ច្រើនរលាកពោះវៀនប្រមេះឬដងបាតឬដងច្រមុះឬអាហារមិនរលាយជាដើម